ឥណ្ឌានឹងកាត់បន្ថយការផ្គត់ផ្គង់ទឹកដល់ប៉ាគីស្ថានជាមួយនឹងគម្រោងទន្លេឥណ្ឌូសឥណ្ឌាកំពុងពិចារណាផែនការកាត់បន្ថយការផ្គត់ផ្គង់ទឹកទន្លេដែលចិញ្ចឹមកសិដ្ឋានប៉ាគីស្ថាននៅខាងក្រោមជាផ្នែកនៃសកម្មភាពសងសឹកចំពោះការវាយប្រហារដ៏សាហាវកាលពីខែមេសាលើអ្នកទេសចរដែលទីក្រុងញូដេលីបន្ទោសលើទីក្រុងអ៊ីស្លាមាបាតនេះបើយោងតាមអង្គភាព Reuters នៅថ្ងៃទី16 ខែឧសភានេះទីក្រុងដេលីបានបដិសេធការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាទឹកឥណ្ឌូឆ្នាំ1960ដែលគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធទន្លេឥណ្ឌូភ្លាមៗបន្ទាប់ពីជនស៊ីវិល26នាក់នៅតំបន់កាស្មៀរឥណ្ឌាត្រូវបានសម្លាប់ដែលឥណ្ឌាហៅថាជាអំពើភេរវកម្មប្រទេសប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានស្ដារឡើងវិញទេបើទោះបីជាប្រទេសជិតខាងមានប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរបានយល់ព្រមបទឈប់បាញ់កាលពីសប្តាហ៍មុនបន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះបន្ទាប់ពីការផ្អាកការចូលរួមរបស់ឥណ្ឌាក្នុងសន្ធិសញ្ញានេះលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ជាឲ្យមន្ត្រីឲ្យពន្លឿនការធ្វើផែនការនិងអនុវត្តគម្រោងលើទន្លេ Jhelum Jhelum និង Indus ដែលជាប្រភពទឹកចំនួន3នៅក្នុងប្រព័ន្ធ Indus ដែលត្រូវបានកំណត់ជាចម្បងសម្រាប់ការប្រើប្រាស់របស់ប្រទេសប៉ាគីស្ថានដោយឡែកទីក្រុងអ៊ីស្លាមាបាតបានលើកឡើងបន្ទាប់ពីឥណ្ឌាបានផ្អាកសន្ធិសញ្ញាកាលពីខែមេសាថាខ្លួនបានចាត់ទុកថាការប៉ុនប៉ងណាមួយដើម្បីបញ្ឈប់ឬបង្វែរបង្ហូរទឹកដែលជាកម្មសិទ្ធិរបស់ប្រទេសប៉ាគីស្ថានថាជាសកម្មភាពនៃសង្គ្រាមគួរបញ្ជាក់ថាប្រហែល 80% នៃកសិដ្ឋានប៉ាគីស្ថានពឹងផ្អែកលើប្រព័ន្ធទឹកឥណ្ឌូដោយគម្រោងវារីអគ្គិសនីស្ទើរតែទាំងអស់ដែលបម្រើប្រទេសដែលមានប្រជាជនប្រហែល250លាននាក់